ជំរាបសួរប៉ាម៉ាក់ទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមកចែករំលែកបន្តតកតងនឹងចំណេះដឹងទូទៅឬក៏បទពិសោធន៍នាងខ្ញុំផ្ទាល់អំពីការសង្កេតរបស់កុមារអូទីសឹមចូលទៅដល់ចំណុចទី3គឺយើងសង្កេតទៅលើបញ្ហាញៀនចាអញ្ចឹងតកតងនឹងញៀននៅប្រទេសកម្ពុជាយើងគឺបែងចែកចេញជា5ប៉ាម៉ាក់ប្រកាសជាដឹងហើយថាញៀនមានអីគេខ្លះចានៅក្នុងនេះដែរគឺខ្ញុំសូមលើកយកមួយចំណុចនៃបញ្ហាញៀនតកតងនឹងបញ្ហាញៀនត្រចៀកចាអញ្ចឹងចំពោះកុមារដែលគាត់មានសញ្ញាអូទីសឹមឬក៏គាត់អាចមានបញ្ហាអូទីសឹមប៉ាម៉ាក់អាចសង្កេតតាមរយៈការស្ដាប់របស់កុមារចាអញ្ចឹងដូចជាពេលដែលកុមារទៅក្រៅឬក៏ប៉ាម៉ាក់ចំណាំឃើញថាពេលដែលមានមនុស្សអ៊ូអរច្រើនកូនរបស់ប៉ាម៉ាក់តែខ្ទប់ត្រចៀកឬក៏គាត់ឮសំឡេងខ្លាំងគាត់ភ័យខ្លាចឬក៏រន្ធត់ឬក៏យំឬក៏ស្រែកហ្នឹងម៉ាក់ប៉ាអាចសង្កេតតកតងនឹងការស្ដាប់របស់កូនចាព្រោះតកតងនឹងការស្ដាប់មានច្រើនចំណុចទៀតដូចជាក្មេងខ្លះសំឡេងហ្នឹងឮល្មមទេក៏ប៉ុន្តែសម្រាប់គាត់ដូចជាឮខ្លាំងហើយរំខានដល់គាត់ទៅគាត់ខ្ទប់ត្រចៀកឬគាត់ខ្លាចឬគាត់យំឬគាត់ stress ណាមួយចាហើយកុមារខ្លះសំឡេងហ្នឹងឮខ្លាំងតែសម្រាប់គាត់គឺឮតិចចាឮតិចទៅជាអត់មានប្រតិកម្មវិញអញ្ចឹងណាអញ្ចឹងក៏អាចចូលជាបញ្ហានៃកុមារអូទីសឹមដែរគឺតកតងនឹង sensory ចា sensory ហ្នឹងគឺបញ្ហាញៀនរបស់គាត់នឹងឯងអញ្ចឹងប៉ាម៉ាក់អាចសង្កេតតកតងនឹងបញ្ហាញៀនរបស់កូនតាមរយៈការស្ដាប់ដូចនេះខ្ញុំបានលើកឡើងខាងលើមិនថាទៅក្រៅគាត់ខ្ទប់ត្រចៀកឬគាត់ឮសំឡេងខ្លាំងគាត់ខ្ទប់ត្រចៀកឬក៏គាត់ឮសំឡេងខ្លាំងគាត់យំគាត់ស្រែកចាគាត់សិតតែមានបញ្ហារបស់គាត់ណៃហើយមួយវិញទៀតដូចជាប៉ាម៉ាក់និយាយឮឬក៏មានសំឡេងអ្វីឮក៏ប៉ុន្តែកូនប៉ាម៉ាក់ស្ដាប់អត់បានឬក៏ទទួលយកអត់បានចាពេលខ្លះគាត់អាចខ្សោយទាក់ទងនឹងការស្ដាប់ដែរអញ្ចឹងប៉ាម៉ាក់អាចសង្កេតតាមរយៈនឹងបានចាសូមអរគុណជួបនាងខ្ញុំនៅក្នុងវីដេអូក្រោយទៀតចា